បាទសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទធាមសម្រាប់រឿងសូមស្វាគមន៍មកកាន់ភាគបន្តនៃសាច់រឿងអ្នកក៏ហៅលំដាប់ថ្នាក់ F3 មុននឹងចូលសាច់រឿងឲ្យខ្ញុំសូមទោសចំពោះគ្នាយើងទាំងអស់គ្នាដែលបានចូលទស្សនាហើយខ្ញុំមានការផុសសាច់រឿងយឺតយ៉ាវដោយសារតែមានការជាប់រពលមួយថ្ងៃឥឡូវយើងចូលមកបន្តសាច់រឿងរបស់យើងទាំងអស់គ្នាយើងនឹងមកបន្តសាច់រឿងរបស់យើងនៅពេលដែលអាត្រងោលវាធ្វើការលោតវាប្រហារទៅលើអ្នកត្រួតពិនិត្យនៅក្នុងដែនដីបិសាចតែត្រូវបានការរារាំងពីបិសាចអណ្ដើករបស់សិនស៊ីនហើយទទួលរងការវាយប្រហារត្រឡប់ទៅវិញរបស់បិសាចពីងពីងស៊ុនស៊ីនបាននិយាយទៅកាន់បរិសម្នាក់នោះទុកអ្វីដែលនៅសេសសល់មកឲ្យខ្ញុំបរិសម្នាក់នោះក៏មានការភ្ញាក់ផ្អើលហើយនិយាយថាតើឯងអាចប្រឈមមុខជាមួយនឹងគេតែម្នាក់ឯងបានទេស៊ុនស៊ីនគេបាននិយាយថាខ្ញុំមិនចាំបាច់ប្រយុទ្ធជាមួយគេខ្លួនឯងនោះទេពួកវាគឺជាអ្នកប្រយុទ្ធជំនួសខ្ញុំគេបានកោះហៅសត្វបិសាចរបស់គេឲ្យមកធ្វើការវាយប្រហារពេលនោះមានអាប់បានលេចឡើងនៅជុំវិញកន្លែងនោះដែលធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះមានការងឿងឆ្ងល់អាប់ទាំងនោះវាបានបញ្ចេញមកនូវសត្វចចកដែលធ្វើឲ្យកូនចៅរបស់អាត្រងោលវាមានការភ្ញាក់ផ្អើលជាខ្លាំងហើយវាបានស្រែកឡើងថាតើនោះគឺជាសត្វចចកដែលស្ថិតនៅកម្រិត Elite Rank មែនទេចចកវាបានដើរមករារាំងនៅពីមុខស៊ិនស៊ីនដើម្បីរងចាំការវាយប្រហារដែលធ្វើឲ្យអាត្រងោលមានការភ្ញាក់ផ្អើលជាខ្លាំងមិនត្រឹមតែប៉ុណ្ណោះស៊ិនស៊ីនរបស់យើងបានបញ្ចេញនៅបិសាចកង្កែបនៅពីក្រោយខ្នងរបស់គេដែលធ្វើឲ្យពួកគេគឺពិតជាមានការស្រឡាំងកាំងខ្លាំងមែនទែនកូនចៅរបស់អាត្រងោលវាបាននិយាយគ្នាថាតើនោះគឺជាសត្វបិសាចដែលស្ថិតនៅកម្រិតមេមែនទេហេតុអីបានជាអាក្មេងម្នាក់នោះវាអាចកោះហៅមេបិសាចដែលស្ថិតនៅកម្រិតទាំងនេះបានតើបិសាចដែលស្ថិតនៅកម្រិតជាន់ទី1និងជាន់ទី2វាអាចងាប់ទៅហើយវាលេចឡើងម្ដងទៀតបានដោយរបៀបណាតែបរិសម្នាក់ទៀតគេបានស្រែកឡើងថាតើឯងល្ងងមែនទេឯងមិនឃើញអាក្មេងដែលកាន់ព្រួយម្នាក់នោះវាកោះហៅបិសាចទាំងអស់នេះចេញមកទេខ្ញុំគ្រាន់តែគិតថាគេអាចមានសមត្ថភាពកោះហៅត្រឹមតែបិសាចកម្រិតទាបប៉ុណ្ណោះតែខ្ញុំមិននឹកស្មានថាវាអាចធ្វើការកោះហៅមេបិសាចដែលស្ថិតនៅកម្រិតខ្ពស់ទាំងនេះបានដល់ទៅ2ក្បាលនោះទេតែបរិសម្នាក់ទៀតគេបានស្រែកឡើងថាតើឯងល្ងងមែនទេឯងមិនឃើញអាក្មេងដែលកាន់ព្រួយម្នាក់នោះវាកោះហៅបិសាចទាំងអស់នេះចេញមកទេខ្ញុំគ្រាន់តែគិតថាគេអាចមានសមត្ថភាពកោះហៅត្រឹមតែបិសាចកម្រិតទាបប៉ុណ្ណោះតែខ្ញុំមិននឹកស្មានថាវាអាចធ្វើការកោះហៅមេបិសាចដែលស្ថិតនៅកម្រិតខ្ពស់ទាំងនេះបានដល់ទៅ2ក្បាលនោះទេចំណែកឯបរិសដែលនៅក្បែរនារីម្នាក់នោះគេមានការភ្ញាក់ផ្អើលហើយក៏និយាយថាវាមិនគួរឲ្យជឿនោះទេដែលអាចមានមនុស្សដែលមានទេពកោសល្យអាចកោះហៅបិសាចហើយនឹងមេបិសាចមកបានឯនារីម្នាក់នោះវិញគាត់បាននិយាយថាគេមើលទៅជាមនុស្សដែលស្ថិតនៅកម្រិតថ្នាក់ A rank ហើយមើលទៅតែបរិសម្នាក់នោះគេនិយាយថាទេពកោសល្យបែបនេះគេគួរតែស្ថិតនៅក្នុងចំណាត់ថ្នាក់ F rank រីឯកូនចៅរបស់អាត្រងោលវាសួរទៅកាន់មេរបស់វាតើយើងគួរតែធ្វើអ្វីនៅពេលនេះអាចចង្រៃម្នាក់នោះវាបែរជាអាចកោះហៅនៅមេបិសាចដល់ទៅ2ក្បាលអាត្រងោលវាបានតបទៅកូនចៅរបស់វាយើងមិនអាចធ្វើអ្វីបានទេនៅពេលនេះឯងទុកអាចចង្រៃ2ក្បាលនោះមកឲ្យយើងពេលនោះអាត្រងោលវាបានលោតទៅវាប្រហារទៅលើស៊ិនស៊ីនបានធ្វើការបញ្ជានៅមេបិសាចកង្កែបនិងមេបិសាចចចកទៅវាប្រហារអាត្រងោលបិសាចចចកបានធ្វើការលោតវាប្រហារទៅលើអាត្រងោលតែត្រូវបានវាគេចផុតពេលនោះអាត្រងោលវាបានធ្វើការលោតវាប្រហារទៅលើបិសាចកង្កែបដែលបណ្ដាលឲ្យបិសាចកង្កែបបាត់បង់នៅឈាមអស់1/3ពេលនោះវាបានបោះសម្ដីមកថាត្រឹមតែជាសត្វល្អិត2ក្បាលប៉ុណ្ណោះតែអាចធ្វើអ្វីវាបានស៊ិនស៊ីនគេបានគិតថានេះវាជាការប្រើល្បិចមួយវាបានធ្វើការវាប្រហារទៅលើបិសាចកង្កែបបំរុងនឹងសម្លាប់បិសាចកង្កែបបន្ទាប់មកវានឹងធ្វើការវាបិសាចចចកនៅពេលក្រោយពេលនោះកូនចៅរបស់អាត្រងោលវាបាននិយាយថាតើឯងគិតមែនទេថាមេរបស់យើងងាយស្រួលដោះស្រាយជាមួយឯងដឹងទេថាមេរបស់យើងបានសម្លាប់បិសាចសត្វស្វាដែលមានកម្រិតខ្ពស់ជាងនេះអស់រាប់សិបក្បាលតើឯងគិតមែនទេថាអាសត្វ2ក្បាលដែលឯងបានកោះហៅមកនេះវាអាចជួយការពារជីវិតរបស់ឯងបានស៊ិនស៊ីនគេបានគិតថាមើលទៅខ្ញុំគួរតែបង្ហាញអំពីអំណាចនិងកម្លាំងរបស់ខ្ញុំហើយមើលទៅគេបានធ្វើការដកហូតនៅយ័ន្តមួយសន្លឹកដែលគេទទួលបានពីការសម្លាប់មេបិសាចចចកដែលវាស្ថិតនៅជាន់ទី1ចេញមកដែលធ្វើឲ្យអ្នកត្រួតពិនិត្យគេមានការភ្ញាក់ផ្អើលជាខ្លាំងពេលនោះស៊ិនស៊ីនបានធ្វើការគប់នៅយ័ន្តនោះទៅលើបិសាចចចករបស់គេដែលធ្វើឲ្យវាដាស់ឡើងនៅកម្រិតធម្មពលនិងចំហាយពិឃាតទ្វេដងវាប្រើសម្រែករបស់វាស្រែកទៅអាត្រងោលដែលធ្វើឲ្យអាត្រងោលបែរមកគិតអំពីវាថាតើចេតនាសម្លាប់ដែលខ្លាំងបែបនេះវាអាចចេញមកពីសត្វដែលស្ថិតនៅកម្រិតនេះបានដោយរបៀបណាតើវាជាការដាស់ឡើងនៅធម្មពលពិសេសមែនទេតែខ្ញុំមិនទាន់បានវាប្រហារទៅលើវានៅឡើយនោះទេតើវាអាចឈានជើងចូលមកក្នុងដំណាក់កាលបែបនេះបានដោយរបៀបណាខ្ញុំគូតែរត់ហើយពេលនេះនៅពេលដែលគេកំពុងតែរត់គេបានបែរមកគិតថាតើខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយជាមួយវាដែរឬទេមើលទៅពេលនេះជីវិតរបស់ខ្ញុំគឺសំខាន់ជាង
សិនស៊ីនគេបានស្រែកឡើងថាតើឯងគិតមែនទេថាចង់រត់វាយឺតពេលហើយសម្រាប់ឯងក្នុងការរត់គេចពីពេលនេះពេលនោះអាត្រងោលកំពុងតែរត់គេចវាត្រូវបានជជកលោតទៅវាប្រហារសង្គ្រប់ទៅលើវាដោយដែលយើងបានដឹងរួចមកហើយថានៅពេលដែលសត្វធ្វើការដាស់ឡើងនៅធម្មពលពិសេសកម្រិតសមត្ថភាពរបស់វាល្បឿនការវាយប្រហារវាកើនឡើងទ្វេដងដែលធ្វើឲ្យការវាយប្រហាររបស់វាទៅលើខ្នងរបស់អាត្រងោលបង្ករបួសជាធ្ងន់អាត្រងោលវាបានគិតថាអាក្មេងម្នាក់នេះសមត្ថភាពរបស់វាគឺពិតជាខ្លាំងវាគឺជាកំហុសរបស់ខ្ញុំដែលបានមើលងាយទៅលើសត្រូវប្រព័ន្ធមួយបានលោតបង្ហាញអ្នកក្លាហានសម្បូរលុយត្រូវបានស្លាប់ដែលធ្វើឲ្យកូនចៅរបស់វាទាំង3នាក់មានការស្រឡាញ់កាំងជាខ្លាំងសូម្បីតែមេរបស់វាក៏បានស្លាប់ហើយដែរតែអាក្មេងម្នាក់នេះវាខ្លាំងប៉ុណ្ណាទៅមិនកើតទេតោះយើងឆាប់រត់ព្រាមទៅតែបិសាចចចកវាមិនអាចឲ្យពួកអា3ក្បាលនោះរួចខ្លួនបាននោះទេវាបានធ្វើការលោតទៅខំសម្លាប់ពួកវាទៅតែម្ដងសិនស៊ីនគាត់បាននិយាយថានេះគឺជាមេរៀនសម្រាប់អ្នកទាំងអស់គ្នាទៅថ្ងៃខាងមុខចំណែកឯបរិសម្នាក់ដែលគាត់មានតួនាទីជាអ្នកត្រួតពិនិត្យច្បាប់នៅក្នុងដែនដីបិសាចគាត់បានគិតថាបរិសម្នាក់នេះគឺគួរឲ្យភ័យខ្លាចសមត្ថភាពទេពកោសល្យបែបនេះរបស់គាត់ប្រសិនបើស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលវានឹងល្អតែប្រសិនបើមិនដូច្នោះទេវានឹងមានផលវិបាកនិងរឿងមិនល្អនឹងកើតឡើងនៅថ្ងៃខាងមុខពេលនោះក្រុមរបស់គាត់មកដល់គាត់បានប្រាប់សិនស៊ីនថាគាត់នឹងធ្វើការចាប់ខ្លួនពួកគេហើយនឹងធ្វើការដាក់ទោសទៅតាមច្បាប់សិនស៊ីនបានរៀបចំរបស់របរដែលគេទទួលបានពីការសម្លាប់មេបិសាចនិងអ្នកផ្សងព្រេងកម្រិតខ្ពស់ប្រព័ន្ធបានលោតបង្ហាញនៅព័ត៌មានឲ្យគេដឹងថាអ្នកទទួលបាននៅស្នូធម្មពលប្រលឹងកម្រិតខ្ពស់ចំនួន18និងថ្នាក់ទាបចំនួន77ឈាមចំនួន2កំប៉ុងក្រដាស់1សន្លឹកបូករួមជាមួយនឹងគ្រឿងសឹកចំនួន3នៅពេលដែលគេយកក្រដាស់យ័ន្តមកមើលវាបានបង្ហាញព័ត៌មានថាលិខិតអញ្ជើញរបស់ស្ដេចយមរាជចំណាត់ថ្នាក់ C វាសម្រាប់ប្រើប្រាស់នៅក្នុងដែនដីមរណៈវាប្រើប្រាស់បានតែម្ដងគត់សិនស៊ីងគេមានការភ្ញាក់ផ្អើលតើតំបន់មរណៈជាអ្វីគេមិនដែលទទួលបាននៅព័ត៌មាននៅក្នុងសៀវភៅវេទមន្តបិសាចនោះទេគេបានគិតថានេះមើលទៅវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះគេបានយកត្បូងធម្មពលវិញ្ញាណ2គ្រាប់មកធ្វើការស្រូបចូលដើម្បីបង្កើនកម្រិតអ្នកត្រួតពិនិត្យនៅក្នុងដែនដីបិសាចបាននិយាយទៅកាន់សុនស៊ីនថាតើឯងចាប់អារម្មណ៍ចូលរួមជាមួយនឹងក្រុមអ្នកគ្រប់គ្រងនៅក្នុងដែនដីបិសាចដើម្បីបម្រើជាតិដែរឬទេសិនស៊ីនគេបានឆ្លើយតបទៅវិញថាឲ្យខ្ញុំសុំទោសផងខ្ញុំមិនទាន់មានកម្រងចូលនោះទេទីនោះអ្នកត្រួតពិនិត្យនៅក្នុងដែនដីបិសាចគាត់បាននិយាយថាមិនអីទេខ្ញុំមិនបង្ខំឯងនោះទេនេះជាលេខតាក់ទងមកខ្ញុំប្រសិនបើឯងផ្លាស់ប្ដូរចិត្តឯងអាចតាក់ទងមករកខ្ញុំបានសិនស៊ីនគេបាននិយាយថាខ្ញុំនឹងតាក់ទងទៅអ្នកនៅពេលដែលខ្ញុំត្រូវការពេលនោះអ្នកត្រួតពិនិត្យគាត់បានស្រែកប្រាប់សិនស៊ីនថាបើថ្ងៃក្រោយឯងខ្លាចជាអ្នកខ្លាំងឬមានអំណាចខ្លាំងប៉ុណ្ណាក៏ដោយខ្ញុំសង្ឃឹមថាឯងនឹងចងចាំឯងមានឈាមរបស់ប្រជាជននៃទីក្រុងរបស់យើងពេលនោះសិនស៊ីនគេបានថាសូមអ្នកកុំធ្វើឲ្យមានការព្រួយបារម្ភអីខ្ញុំមិនភ្លេចទេថាខ្ញុំគឺជាប្រជាជនមានឈាមរបស់ប្រទេសណានោះកាត់មកដល់ជាន់ទី3នៅពេលដែលសិនស៊ីនបានមកដល់គេបានគិតថានៅជាន់នេះមនុស្សកាន់តែតិចជាងជាន់ទី1និងទី2ដែលគេធ្លាប់បានទៅដល់នៅពេលដែលជាន់កាន់តែខ្ពស់បិសាចមានសមត្ថភាពកាន់តែខ្លាំងកាន់តែច្រើនប្រសិនបើគេគ្មានកម្លាំងគ្រប់គ្រាន់នោះទេគេមិនគួរណាចូលទៅជាន់ទាំងអស់នោះឡើយមើលទៅសៀវភៅវេទមន្តបិសាចបានបង្ហាញគេបិសាចនៅទីនេះជាបិសាចប្រភេទ Goblin ប្រភេទប្រយុទ្ធនិងប្រភេទប្រើប្រាស់ថ្មបូករួមជាមួយនឹងភ្លើងនៅពេលដែលគេទៅដល់ជាន់កាន់តែខ្ពស់សមត្ថភាពរបស់បិសាចគឺកាន់តែខ្លាំងតែពេលនេះគេដល់ម៉ោងត្រឡប់ទៅផ្ទះវិញហើយពេលដែលគេទៅដល់ផ្ទះគេបានចាប់អារម្មណ៍ឃើញផ្ទះរបស់គេមានស្ថានភាពងងឹតជាងមុនគេបានធ្វើការគោះទ្វារស្រែកហៅប្អូនស្រីរបស់គេសៀវ៉ានតើឯងមិនឆ្លើយតបជាមួយបងអញ្ចឹងពេលនោះគេបានបើកទ្វារចូលទៅតែមិនឃើញប្អូនស្រីរបស់គេមកដល់ផ្ទះគេបានពិនិត្យមើលទូរស័ព្ទរបស់គេធ្វើការខលទៅប្អូនស្រីរបស់គេតែគេមានការភ្ញាក់ផ្អើលនៅម៉ោង 11:34 នាទីគេបានឃើញប្អូនស្រីរបស់គេខលមកគេចំនួន15ដងគេបានគិតថាខ្ញុំជាបងប្រុសរបស់សៀវ៉ានតើអ្នកបានឆ្លើយតបជាមួយនឹងខ្ញុំទេហេតុអ្វីបានប្អូនស្រីរបស់ខ្ញុំមិនទាន់មកដល់ពេលនោះមនុស្សម្នាក់គេបានស្រែកថា
ពេលនេះបងអូនស្រីរបស់អ្នកកំពុងតែជួបបញ្ហាតើអ្នកអាចមកជួយបងអូនស្រីរបស់អ្នកបានទេគេពិតជាមានការព្រួយបារម្ភជាមួយនឹងបងអូនស្រីរបស់គេជាខ្លាំងនៅពេលដែលគេបានឮសម្ដីបែបនេះពេលដែលគេបានរត់ប្រញាប់ប្រញាល់មកដល់គេបានសម្លឹងមើលទៅខាងលើហើយបានឃើញថាតើនេះគឺជាកន្លែងដែលបងអូនស្រីរបស់គេបានមកមែនទេនេះគឺជាកន្លែងដែលប្រណិតបំផុតនៅក្នុងទីក្រុងតើបងអូនស្រីរបស់គេធ្វើការនៅទីនេះមែនទេពេលនោះមានអ្នកយាម2នាក់បានធ្វើការហាមឃាត់មិនឲ្យគេចូលទៅខាងក្នុងតែគេពិតជាខឹងជាខ្លាំងហើយគេបានគិតទៀតថាតើនេះគឺជាអ្វីដែលនាងលើកឡើងថានាងអាចជួយដោះស្រាយដល់ខ្ញុំបានអ្នកណាដែលហ៊ានប៉ះពាល់បងអូនស្រីរបស់ខ្ញុំនឹងមិនឲ្យគេរួចខ្លួននោះឡើយពេលនោះគេបានធ្វើការលោតទៅវាយប្រហារទៅលើអ្នកយាមដែលនៅខាងមាត់ទ្វារហើយសម្រុកចូលទៅខាងក្នុងសាច់រឿងបានកាត់ចូលមកដល់ក្នុងក្លឹបបរិបទតំពេម្នាក់គេបាននិយាយថាតើវាមានរឿងអ្វីដែលពិបាកយើងគ្រាន់តែឲ្យនាងចូលមកផឹកស្រាកំដរលោកប្រុសតូចឆេងរបស់យើងតែប៉ុណ្ណោះនឹងតើវាមានអ្វីដែលមិនសមហេតុផលទៅណែកាតនេះមានលុយ 10000 នាងឯងយកវាឲ្យចូលមកផឹកស្រាកំដរលោកប្រុសតូចរបស់យើងពេលនោះគេបានបោះកាតចុះទៅក្រោមដីហើយវាថែមទាំងបោះពាក្យសម្ដីទៀតថានាងឯងគ្រាន់តែជាស្រីកំដរប៉ុណ្ណោះនាងឯងកុំមកធ្វើខ្លួនដូចជាមនុស្សស្រីដែលបរិសុទ្ធនោះតែមិត្តភក្តិរបស់នាងបាននិយាយថាឲ្យខ្ញុំសុំទោសផងលោកភ្ញៀវដែលមានកិត្តិយសនាងទៅតែជាមនុស្សស្រីដែលមកថ្មីប៉ុណ្ណោះនាងមិនដឹងរឿងអ្វីទេតើខ្ញុំអាចទៅផឹកជំនួសនាងបានដែរឬទេពេលនោះអាទំពេកវាបានច្រានមិត្តភក្តិរបស់ស៊ីហ្វានចេញហើយបាននិយាយថាលោកម្ចាស់តូចរបស់យើងចង់បានក្មេងស្រីម្នាក់នេះហើយចង្អុលទៅលើមុខរបស់ស៊ីហ្វានថ្ងៃនេះនាងត្រូវតែកំដរលោកម្ចាស់តូចរបស់យើងឲ្យបានល្អបើមិនដូច្នោះទេស្រាប់តែមានសម្លេងមួយបានស្រាយពីខាងក្រៅមកតើពួកឯងនឹងមែនដែលជាភ្ញៀវកិត្តិយសសិនសិនរបស់យើងបានដើរចូលមកខាងក្នុងហើយបាននិយាយថែមទៀតថាបើអានរូបឯងហ៊ានប៉ះពាល់ប្អូនស្រីរបស់យើងត្រឹមតែមួយសរសៃសក់យើងនឹងធ្វើការបំបាក់ជើងរបស់ឯងទាំងសងខាងពេលនោះអង្គរៈរបស់គេបានស្រែកពីខ្នើយខ្នងមកថាឯងហ៊ានប៉ះពាល់ជាមួយនឹងក្រុមថៃសៀនរបស់យើងតើឯងធុញទ្រាន់នឹងសេចក្តីស្លាប់ហើយមែនទេសិនសិនគេបានអោនទៅរើសការធនាគារហើយគេបានគិតថាក្រុមថៃសៀនតើនោះជាក្រុមរបស់ថៃវូឆានមែនទេក្រុមមនុស្សដែលនៅទីនោះគេបាននិយាយឡើងថាក្រុមថៃសៀនមែនទេបងប្អូនទាំងពីរនេះច្បាស់ជាមានបញ្ហាហើយមើលទៅក្រុមថៃសៀនវាមានអំណាចខ្លាំងណាស់នៅក្នុងទីក្រុងពីងហើយពួកវាបានជួលអ្នកប្រយុទ្ធដ៏ខ្លាំងជាច្រើនសូម្បីតែក្រុមម៉ូនិកក៏ខ្លាចពួកវាដែរអាតំបែកវានិយាយថាល្អឯងអោនក្បាលរើសលុយដែលយើងផ្ដល់ឲ្យឯងបែបនេះទើបវាត្រឹមត្រូវពេលនោះសិនសិនគេបានឆ្លើយថាមើលទៅឯងដូចជាសបិនច្រើនពេកហើយដែលយកលុយប៉ុណ្ណឹងមកទិញប្អូនស្រីរបស់យើងគេបានយកកាតនោះគប់ទៅលើអាតំបែកតែត្រូវបានមនុស្សម្នាក់មកខាត់ធ្វើឲ្យសិនសិនគេមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះល្បឿនរបស់គេវាពិតជាលឿនអាតំបែកវាបានបញ្ជាឲ្យកូនចៅរបស់វាបើកការវាប្រហារទៅលើតួឯកប្រុសរបស់យើងហើយនិយាយបន្ថែមទៀតថាគឺត្រូវតែយកជើងទាំងពីររបស់អាម្នាក់នោះមកឲ្យយើងឲ្យទាល់តែបាននៅពេលដែលឮបញ្ជាពួកគេបានធ្វើការលោតចូលទៅវាប្រហារសិនសិនរបស់យើងតែត្រូវបានបញ្ឈប់ដោយពាក្យសម្ដីតែមួយម៉ាត់ឆាប់បញ្ឈប់រាល់បញ្ហារបស់ពួកឯងកំពុងតែធ្វើភ្លាមសាច់រឿងរបស់យើងបានលោតបង្ហាញឲ្យយើងឃើញអំពីមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់គេហៅគាត់ថាលោកស្រីជាងលោកស្រីជាងបាននិយាយថាខ្ញុំឆ្ងល់ថាស្មានតាអ្នកណាគេការពិតគឺជាលោកម្ចាស់វូសោះមើលទៅលោកកំពុងតែស្វែងរកការសប្បាយហើយទើបលោកមកលេងក្លឹបរបស់ខ្ញុំបែបនេះអាតំបែកវាបានឆ្លើយទៅកាន់លោកស្រីជាងវិញថាក្មេងៗរបស់លោកស្រីមិនមានអាកប្បកិរិយានិងសេវាកម្មល្អជូនភ្ញៀវនោះទេយប់នេះវាមិនសប្បាយតតែសោះមើលទៅលោកស្រីគួរតែរើសបុគ្គលិកថ្មីហើយមួយទៀតកុំភ្លេចផងថាកន្លែងរបស់លោកស្រីក៏គួរតែផ្លាស់ប្ដូរអ្នកគ្រប់គ្រងថ្មីផងដែរនាងបានធ្វើការចង្អុលមុខហើយនិយាយទៅកាន់អាតំបែកថាកន្លែងរបស់យើងទទួលស្វាគមន៍ភ្ញៀវបានល្អឥតខ្ចោះប៉ុន្តែប្រសិនបើភ្ញៀវដែលចូលមកបង្ករឿងដូចជាពួកឯងកន្លែងរបស់យើងមិនស្វាគមន៍នោះទេឆាប់នាំគ្នារបស់ឯងចាក់ចេញពីកន្លែងរបស់យើងទៅទីក្រុងចាំង3របស់ពួកឯងភ្លាមទៅមនុស្សម្នាដែលនៅទីនោះពួកគេពិតជាត្រេកអរនៅពេលដែលឮលោកស្រីជាងនិយាយបែបនេះហើយពួកគេថែមទាំងបន្តទៀតថាលោកស្រីជាងនិយាយពិតជាត្រឹមត្រូវឆាប់បណ្ដេញពួកវាចេញពីកន្លែងនេះទៅពួកយើងមិនស្វាគមន៍វានោះទេព្រោះពួកអស់នេះវាមកធ្វើបាបតែនារីទុនខ្សោយចំណែកឯក្មេងស្រីម្នាក់នោះត្រូវបានពួកវាគំរាមកំហែងថែមទៀតផងអាតំបែកវាមានការខឹងសម្បាជាខ្លាំងនៅពាក្យសម្ដីដែលវាបានឮវាបានស្រែកឡើងយ៉ាងខ្លាំងនិយាយនៅពាក្យសម្ដីដ៏អាក្រក់ពួកឯងទាំងអស់គ្នាឆាប់ស្ងាត់បត់ភ្លាមទៅពួកអាល្ងីពួកឯងមិនដឹងទេមែនទេថាប្រសិនបើគ្មានជំនួយហិរញ្ញវត្ថុពីក្រុមហ៊ុនរបស់ពួកអញចំពោះការបណ្ដោះបណ្ដាលអ្នកប្រមាញ់នៅក្នុងដែនដីបិសាចដើម្បីទប់ទល់ជាមួយនឹងបិសាចឈ្លានពានពួកឯងប្រហែលជាគ្មានជីវិតដល់ថ្ងៃនេះទេនៅថ្ងៃអនាគតវាមានតែអ្នកខ្លាំងតែប៉ុណ្ណោះដែលមានសេរីភាពថ្ងៃនេះអញនឹងយកក្មេងស្រីម្នាក់នេះទៅ